ការស្វែងរកក្តីសុខពិតប្រាកដក្នុងជីវិតមិនមែនកើតឡើងដោយសារតែយើងមានគ្រប់យ៉ាងឬគ្រប់កិច្ចការទាំងអស់សុទ្ធតែរលូននោះទេប៉ុន្តែវាផ្ដើមចេញពីរបៀបគិតនិងសកម្មភាពប្រចាំថ្ងៃរបស់យើងខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយបណ្ដុះគំនិតនិងទម្លាប់ដើម្បីទទួលបានក្តីសុខពិតប្រាកដ 1. របៀបគិតដើម្បីក្តីសុខរៀនពេញចិត្តនឹងអ្វីដែលមានសេចក្តីសុខមិនមែនជាការដេញតាមអ្វីដែលខ្វះនោះទេប៉ុន្តែជាការដឹងគុណនិងរីករាយជាមួយអ្វីដែលយើងកំពុងមានក្នុងដៃដូចជាសុខភាពល្អគ្រួសារឬសូម្បីតែអាហារមួយពេលបោះបង់ការប្រៀបធៀបជាចោរលួចបំផ្លាញសេចក្តីសុខជីវិតម្នាក់ៗមានដំណើរខុសគ្នាគួរប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយខ្លួនឯងកាលពីម្សិលមិញដើម្បីរីកចម្រើនទទួលស្គាល់ការពិតនិងលែងលះការទៀមទាអ្វីគ្រប់យ៉ាងមិនអាចល្អឥតខ្ចោះតាមចិត្តយើងចង់បាននោះទេការចេះទទួលស្គាល់ថាខុសឆ្គងឬខុសបំណងជារឿងធម្មតានៃជីវិតនឹងជួយឲ្យចិត្តយើងធូរស្រាលលឿនរស់នៅក្នុងបច្ចុប្បន្នកាលកុំចំណាយពេលព្រួយបារម្ភពីអតីតកាលដែលកែមិនបានឬភ័យខ្លាចអនាគតកាលដែលមិនទាន់មកដល់ចូលធ្វើរឿងចំពោះមុខឲ្យអស់ពីសមត្ថភាព 2. របៀបធ្វើដើម្បីក្តីសុខមើលថែសុខភាពខ្លួនឯងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តមានទំនាក់ទំនងគ្នាខ្លាំងណាស់ការគេងឲ្យស្កប់គ្រប់គ្រាន់បរិភោគអាហារមានប្រយោជន៍និងហាត់ប្រាណគឺជាគ្រឹះនៃធម៌ពលវិជ្ជមានកាត់បន្ថយឬដើរចេញពីមនុស្សមិនថាអ្នកជាមនុស្សពូកែគិតវិជ្ជមានប៉ុណ្ណានោះទេបើសិនជាអ្នករស់នៅជុំវិញមនុស្សដែលចាំតែទាញអ្នកចុះឬនិយាយរឿងអវិជ្ជមានអ្នកគង់តែហត់នឿយចូលជ្រើសរើសសេពគប់មនុស្សដែលផ្ដល់កម្លាំងចិត្តធ្វើជាអ្នកដតីដោយចិត្តទូលាយការជួយអ្នកដតីតាមលទ្ធភាពទោះជាការជួយបន្តិចបន្តួចឬការនិយាយពាក្យល្អៗជួយឲ្យខួរក្បាលយើងបញ្ចេញអរម៉ូនសេចក្តីសុខនិងធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតមានតម្លៃមានគោលដៅជីវិតច្បាស់លាស់ប៉ុន្តែមិនដាក់សម្ពាធការធ្វើការងារដែលមានន័យសម្រាប់ខ្លួនឯងមិនថារឿងតូចឬរឿងធំធ្វើឲ្យយើងរស់នៅដោយមានក្តីសង្ឃឹមនិងទិសដៅច្បាស់លាស់ចំណាំសេចក្តីសុខមិនមែនជាគោលដៅចុងក្រោយដែលត្រូវទៅដល់នោះទេប៉ុន្តែវាជារបៀបនៃការធ្វើដំណើរនៅក្នុងជីវិតប្រចាំថ្ងៃតើក្នុងចំណោមចំណុចខាងលើមានរឿងណាមួយដែលអ្នកមានអារម្មណ៍ថាពិបាកអនុវត្តជាងគេក្នុងពេលបច្ចុប្បន្ននេះការដែលចិត្តរបស់យើងចូលចិត្តរត់ទៅរកអតីតកាលគិតរឿងដដែលស្ដាយក្រោយឬហក់ទៅអនាគតកាលព្រួយបារម្ភភ័យខ្លាចជារឿងធម្មជាតិរបស់មនុស្សប៉ុន្តែវាជាចោរលួចសេចក្តីសុខដ៏ធំបំផុតដែរដើម្បីកុំឲ្យរឿងទាំងពីរនេះមករំខានបានយើងត្រូវផ្លាស់ប្ដូររបៀបគិតនិងបង្កើនសតិតាមវិធីសាស្ត្រខាងក្រោមនេះ 1. របៀបគិតចំពោះអតីតកាលដើម្បីឈប់ស្ដាយក្រោយចាត់ទុកអតីតកាលជាគ្រូបង្រៀនមិនមែនជាផ្ទះសម្រាប់រស់នៅទេអ្វីដែលបានកាត់ឡើងរួចទៅហើយគឺដាច់ខាតមិនអាចកែប្រែបានឡើយទោះយើងយំសោកឬខំប៉ុណ្ណាក៏ដោយចូលប្រាប់ខ្លួនឯងថារឿងនោះបានចប់ហើយអ្វីដែលខ្ញុំអាចធ្វើបានគឺយកមេរៀនពីវាដើម្បីកុំឲ្យខុសទៀតរៀនអភ័យទោសឲ្យខ្លួនឯងមនុស្សយើងម្នាក់តែងតែធ្លាប់ធ្វើខុសសម្រាប់ចិត្តខុសឬមានចំណុចខ្វះខាតក្នុងអតីតកាលចូលយល់ចិត្តខ្លួនឯងកាលពីពេលនោះថាអ្នកបានធ្វើអ្វីល្អបំផុតតាមការយល់ដឹងដែលអ្នកមាននៅពេលនោះហើយ 2. របៀបគិតចំពោះអនាគតកាលដើម្បីកាត់បន្ថយការភ័យខ្លាចបែងចែករឿងរ៉ាវជាពីរក្រុម 1. រឿងដែលយើងអាចគ្រប់គ្រងបានដូចជាសកម្មភាពការខំប្រឹងប្រែងនិងការរៀបចំខ្លួនរបស់យើងនៅថ្ងៃនេះចូលផ្ដោតលើរឿងនេះ 2. រឿងដែលយើងមិនអាចគ្រប់គ្រងបានដូចជាគំនិតអ្នកដទៃសេដ្ឋកិច្ចរឿងហេតុនឹកស្មានមិនដល់ចូលរៀនលេងលះនិងទទួលយកវាផ្លាស់ប្ដូរការព្រួយបារម្ភទៅជាការរៀបចំខ្លួននៅពេលចិត្តចាប់ផ្ដើមភ័យខ្លាចថាចុះបើថ្ងៃក្រោយទៅជាបែបនេះបែបនោះចូលដូរមកសួរខ្លួនឯងវិញថាតើថ្ងៃនេះខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីត្រៀមខ្លួនឬកាត់បន្ថយហានិភ័យនោះ 3. វិធីសាស្ត្រទាញចិត្តមកបច្ចុប្បន្នកាលរស់នៅជាមួយបច្ចុប្បន្នកាលនេះជាគន្លឹះអនុវត្តជាក់ស្ដែងនៅពេលដែលចិត្តរបស់អ្នកចាប់ផ្ដើមគិតរញ៉េរញ៉ៃប្រើបច្ចេកទេសដកដង្ហើមនៅពេលដឹងខ្លួនថាចិត្តកំពុងហោះទៅអតីតកាលអនាគតកាលចូលដកដង្ហើមចូលវែងធូរហើយផ្ដោតលើដង្ហើមចេញចូលវានឹងជួយទាញខួរក្បាលឲ្យមកដឹងខ្លួននៅទីនេះ
នឹងពេលនេះវិញផ្ដោតលើកិច្ចការចំពោះមុខ 100% ទោះជាកំពុងញ៉ាំបាយលាងចានដើរឬធ្វើការងារចូលដាក់ចិត្តធ្វើវាឲ្យអស់ពីចិត្តកាលណាយើងធ្វើរឿងមួយឯចិត្តគិតរឿងមួយទៀតនោះហើយជាប្រភពនៃភាពតានតឹងប្រាប់ខ្លួនឯងថាមានតែពេលនេះទេដែលមានពិតអតីតកាលគ្រាន់តែជាការចងចាំអនាគតកាលគ្រាន់តែជារូបភាពស្រមៃអនាគតគ្រាន់តែជារូបភាពស្រមៃមានតែនាទីនេះទេដែលជាជីវិតពិតប្រាកដនិងជាពេលតែមួយគត់ដែលអ្នកអាចចំណាយបញ្ជាវាបានវិន័យនៃចិត្តត្រូវការពុះពៀនិងវឹកហាត់ជារៀងរាល់ថ្ងៃនៅពេលដែលចិត្តរត់ចេញទៅក្រៅមិនបាច់ខឹងខ្លួនឯងទេគ្រាន់តែដឹងខ្លួនរួចញញឹមហើយទាញវាថ្នមមកបច្ចុប្បន្នវិញតើក្នុងចំណោមអតីតកាលនិងអនាគតកាលតើមួយណាដែលអ្នកតែងតែរំខាននិងធ្វើឲ្យអ្នកហត់នឿយចិត្តជាងគេការពិតទៅចិត្តរបស់មនុស្សយើងប្រៀបដូចជាសត្វស្វាចរិតរពឹសមួយក្បាលអញ្ចឹងកាលណាដែលយើងរឹតតែហាមឬរឹតតែបញ្ជាវាមិនឲ្យគិតវានឹងរឹតតែគិតខ្លាំងលើសដើមឧទាហរណ៍បើសិនជាខ្ញុំប្រាប់អ្នកថាកុំគិតដល់ដំរីពណ៌ផ្កាឈូកឲ្យសោះនោះខួរក្បាលរបស់អ្នកនឹងបង្ហាញរូបដំរីពណ៌ផ្កាឈូកភ្លាមដូច្នេះគន្លឹះពិតប្រាកដដ៏មិនមែនជាការបញ្ជាឬបង្ខំមិនឲ្យគិតនោះទេប៉ុន្តែជាការគ្រប់គ្រងដឹងតន់និងផ្លាស់ប្ដូរទិសដៅនៃគំនិតទាំងនោះវិញខាងក្រោមនេះជាវិធីសាស្ត្រវឹកហាត់ 1. ឈប់ប្រយុទ្ធជាមួយគំនិតអវិជ្ជមានរៀនធ្វើជាអ្នកសង្កេតនៅពេលមានគំនិតអវិជ្ជមានកើតឡើងដូចជាការភ័យខ្លាចការតូចចិត្តឬការគិតអាក្រក់កុំខឹងខ្លួនឯងកុំបន្ទោសខ្លួនឯងហេតុអ្វីបានជាខ្ញុំចូលចិត្តគិតរឿងផ្ដេសផ្ដាស់ម្ល៉េះការខឹងខ្លួនឯងមានតែធ្វើឲ្យចិត្តកាន់តែមានសម្ពាធគ្រាន់តែដឹងរួចដកឃ្លាប្រាប់ខ្លួនឯងថាអូចិត្តខ្ញុំវាកំពុងតែបារម្ភទៀតហើយគំនិតអវិជ្ជមានវាមកលេងទៀតហើយចូលចាំថាអ្នកគ្រាន់តែជាអ្នកមើលឃើញគំនិតប៉ុន្តែគំនិតនោះមិនមែនជាខ្លួនពិតរបស់អ្នកទេទុកឲ្យវាដុះឡើងរួចវានឹងរលត់ទៅវិញដោយខ្លួនឯងបើយើងមិនទៅអើពើជាមួយវា 2. ប្រើវិធីសួរដេញដោលជាមួយគំនិតខ្លួនឯងជារឿយគំនិតអវិជ្ជមានច្រើនតែជារឿងប្រឌិតរបស់ខួរក្បាលដែលបំភ្លឺហួសពីការពិតនៅពេលចិត្តគិតរឿងអវិជ្ជមានចូលដេញដោលវាដោយសំណួរទាំងនេះតើអ្វីដែលខ្ញុំកំពុងគិតនេះជាការពិតជាក់ស្ដែងឬគ្រាន់តែជាការគិតស្មានតើមានផុសតាំងអ្វីខ្លះដែលថារឿងអាក្រក់នោះនឹងកើតឡើងមែនបើទោះជាវាមែនតើវាពិតជាអាក្រក់រហូតដល់ថ្នាក់រលាយជីវិតមែនទេឬខ្ញុំនៅតែមានផ្លូវដោះស្រាយបដូរទិសដៅដោយដាក់កិច្ចការឲ្យវាធ្វើខួរក្បាលមនុស្សមិនអាចផ្ដោតលើរឿងពីរក្នុងពេលតែមួយបានល្អឡើយនៅពេលដឹងថាចិត្តកំពុងលិចចូលទៅក្នុងគំនិតអវិជ្ជមានចូលដូរអារម្មណ៍ភ្លាមមកតាមរយៈសកម្មភាពរូបកាយងើបធ្វើចលនាដើម្បីចេញពីកន្លែងចាស់ទៅផឹកទឹកងូតទឹកឬធ្វើការងារផ្ទះដូរមកប្រើពហុញាណរកមើលរបស់5យ៉ាងនៅជុំវិញខ្លួនស្ដាប់សំឡេង4យ៉ាងដែលនៅចិត្តប៉ះពាល់វត្ថុ3យ៉ាងវិធីនេះជួយកាត់ផ្ដាច់ចរន្តគំនិតអវិជ្ជមានក្នុងខួរក្បាលភ្លាម 4. អនុវត្តការគិតជំនួសមិនមែនជាការបោកប្រាស់ខ្លួនឯងថាគ្រប់យ៉ាងល្អឥតខ្ចោះនោះទេប៉ុន្តែជាការស្វែងរកជ្រុងវិជ្ជមានក្នុងស្ថានភាពមិនល្អជំនួសឲ្យការគិតថាខ្ញុំធ្វើរឿងនេះមិនកើតទេខ្ញុំប្រកាសជាបរាជ័យជាមិនខានចូលដូរមកគិតថាវាជារឿងថ្មីនិងពិបាកសម្រាប់ខ្ញុំប៉ុន្តែខ្ញុំអាចរៀនសូត្រពីវាបានទោះលទ្ធផលទៅជាបែបណាក៏ដោយដំបូលមានចុងក្រោយចិត្តប្រៀបដូចជាសាច់ដុំបើមិនធ្លាប់វឹកហាត់ទាញវាទេវានឹងរត់ទៅរកភាពអវិជ្ជមានដោយស្វ័យប្រវត្តិព្រោះជាធម្មជាតិការការពារខ្លួនរបស់មនុស្សការវឹកហាត់ដឹងខ្លួនដំបូងអាចនឹងពិបាកប៉ុន្តែធ្វើកាន់តែច្រើនអ្នកនឹងកាន់តែពូកែគ្រប់គ្រងវាការបណ្ដោះវិន័យក្នុងជីវិតមិនមែនជាការបង្ខំខ្លួនឯងឲ្យធ្វើរឿងដែលស្អប់ទាំងតានតឹងនោះទេប៉ុន្តែវាជាការរៀបចំប្រព័ន្ធរស់នៅនិងការផ្ដល់តម្លៃលើខ្លួនឯងមនុស្សដែលមានវិន័យមិនមែនមកពីពួកគេមានកម្លាំងច្រើនជាងអ្នកដទៃឡើយប៉ុន្តែមកពីពួកគេមានទម្លាប់និងវិធីសាស្ត្រច្បាស់លាស់ខាងក្រោមនេះជាគន្លឹះអនុវត្តជាក់ស្ដែងដើម្បីសាងវិន័យក្នុងជីវិត 1. ចាប់ផ្ដើមពីរឿងតូចតាចបំផុតកុំតន់អាលដាក់គោលដៅធំពេកភ្លាមព្រោះវានឹងធ្វើឲ្យខួរក្បាលមានអារម្មណ៍ថាហត់នឿយរួចក៏បោះបង់ចោលឧទាហរណ៍បើចង់មានវិន័យក្នុងការអានសៀវភៅកុំដាក់គោលដៅអានមួយថ្ងៃមួយជំពូកភ្លាម
ចូលចាប់ដើមពីអានមួយថ្ងៃ2ទំព័រឬបើចង់ហាត់ប្រាណចាប់ដើមពីធ្វើចលនាមួយថ្ងៃ5នាទីពេលដែលអ្នកធ្វើរឿងតូចៗទាំងនេះបានសម្រេចរាល់ថ្ងៃវានឹងបង្កើនទំនុកចិត្តថាយើងពិតជាអាចធ្វើវាបានរួចសាច់ដុំវិន័យនឹងរឹតតែរីកធំជាលំដាប់2រៀបចំបរិស្ថានជុំវិញខ្លួនឲ្យអំណោយផលវិន័យនឹងបរាជ័យបើសិនជាអ្នកត្រូវប្រយុទ្ធជាមួយនឹងការលបួងចិត្តរាល់ថ្ងៃចូលរៀបចំបរិស្ថានជុំវិញដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងចិត្តបើចង់មានវិន័យផ្ដោតលើការងារឬការរៀនសូត្រចូលយកទូរស័ព្ទទៅទុកឲ្យឆ្ងាយពីដៃឬបិទបើចង់មានវិន័យលើរបបអាហារកុំទិញចំណីផ្អែមៗឬអាហារមកទុកក្នុងផ្ទះ3បង្កើតកាលវិភាគនិងរូបមន្តភ្ជាប់ទម្លាប់គំនិតដែលថាចាំទំនេរចាំធ្វើគឺជារឿងដែលធ្វើឲ្យយើងគ្មានវិន័យចូលដាក់ពេលឲ្យច្បាស់លាស់ដោយប្រើរូបមន្តបន្ទាប់ពីទម្លាប់ចាស់ខ្ញុំនឹងធ្វើទម្លាប់មានវិន័យថ្មីបន្ទាប់ពីញ៉ាំកាហ្វេពេលព្រឹករួចទម្លាប់ចាស់ខ្ញុំនឹងសរសេរគម្រោងការងារថ្ងៃនេះ10នាទីទម្លាប់ថ្មីបន្ទាប់ពីដើរចូលដល់បន្ទប់គេងភ្លាមខ្ញុំនឹងរៀបចំសម្លៀកបំពាក់សម្រាប់ហាត់ប្រាណថ្ងៃស្អែកទុកជាស្រេច4យល់ពីមូលហេតុនៃសកម្មភាពវិន័យនឹងមិនស្ថិតស្ថេរឡើយបើអ្នកធ្វើវាគ្រាន់តែដោយសារតែឃើញគេធ្វើឬធ្វើតាមការបង្ខំចូលរកមូលហេតុពិតប្រាកដដែលចេញពីចិត្តមិនមែនហាត់ប្រាណព្រោះតែត្រូវហាត់នោះទេប៉ុន្តែព្រោះចង់មានរាងស្អាតនិងមិនចង់ឈឺរ៉ាំរ៉ៃទៅថ្ងៃមុខមិនមែនខ្ញុំប្រឹងរៀនសូត្រធ្វើការព្រោះតែចង់បានលុយមួយមុខទេប៉ុន្តែព្រោះចង់ឲ្យគ្រួសារមានជីវភាពល្អនិងចង់ឃើញខ្លួនឯងខ្លាំងជាងមុន5រៀនទទួលយកថ្ងៃដែលធ្លាក់កោតកុំបោះបង់ទាំងស្រុងគ្មានមនុស្សណាដែលអាចមានវិន័យឥតខ្ចោះ365ថ្ងៃនោះទេវានឹងមានថ្ងៃខ្លះដែលអ្នកហត់ខ្ជិលឬរវល់រហូតធ្វើវាមិនបានច្បាប់មាសគឺខកខានមួយដងប៉ុន្តែដាច់ខាតកុំឲ្យខកពីរដងជាប់គ្នាបើថ្ងៃនេះខកខានមិនបានធ្វើការស្អែកត្រូវត្រឡប់មកធ្វើវិញភ្លាមការដួលហើយក្រោកលឿនគឺជាគន្លឹះនៃអ្នកមានវិន័យពិតប្រាកដចាំថាវិន័យមិនមែនជាការដាក់ទណ្ឌកម្មខ្លួនឯងទេប៉ុន្តែវាជាសេរីភាពផ្លូវចិត្តនៅពេលដែលអ្នកមានវិន័យអ្នកនឹងឈប់ធ្វើជាទាសករនៃភាពខ្ជិលនិងអារម្មណ៍ប្រែប្រួលរបស់អ្នក